trong banដំណើរឋានមួយនៅមនបឹងគីកងមួយអ្នកប្រកាសគិតទៅដល់ការចំណាយលុយរាប់សិបម៉ឺននិងលានដុល្លារហើយទើបមានសមត្ថភាពអាចរស់នៅតំបន់មួយនោះបានប៉ុន្តែវីដេអូមួយនេះនឹងធ្វើឲ្យអ្នកមានការផ្លាស់ប្ដូរការគិតសាជាថ្មីបើនិយាយដល់តម្លៃដីដែលថ្លៃជាងគេប្រចាំរាជធានីភ្នំពេញមនុស្សគ្រប់គ្នាប្រកាសជានឹកដល់តំបន់បឹងគីកងមួយដោយសារតែតំបន់នោះមានផ្ទៃដីតូចប៉ុន្តែខ្លឹមដោយសារតែវាមានការប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្មធំៗខុនដូសន្តាគារភោជនីយដ្ឋានចម្រុះជាតិសាសន៍ហាងកាហ្វេនិងសម្លៀកបំពាក់ល្បីៗហើយជាពិសេសមានស្ថានទូតជាច្រើនដែលហ៊ុំព័ទ្ធនៅតំបន់មួយនោះផងដែរដែលជាកត្តាមួយដែលធ្វើឲ្យមានការចាប់អារម្មណ៍និងតាក់ទាញពីអ្នកវិនិយោគិនក្នុងស្រុកនិងក្រៅស្រុកធ្វើការវិនិយោគនិងការស្នាក់នៅតំបន់មួយនោះប៉ុន្តែអ្វីមួយដែលជាកត្តាព្រួយបារម្ភដោយសារតែត្រូវការចំណាយលុយរាប់សិបម៉ឺនដុល្លារឬក៏លានដុល្លារក្នុងការវិនិយោគនៅតំបន់មួយនោះប៉ុន្តែឥឡូវនេះខ្ញុំចង់ប្រាប់អ្នកផងដែរថាមកចាស់គម្រោង Times Square បានពំនាំយកនៅឱកាសមាសឱកាសប្រាក់ជាមួយនឹងគម្រោងថ្មីរបស់ខ្លួននៅដើមឆ្នាំ2026ខាងមុខនេះគឺជាគម្រោង Times Square ទី9ដែលមានទីតាំងស្ថិតនៅលើផ្លូវ278កែងជាមួយនឹងផ្លូវ51នៅតំបន់បឹងគីងកង1ជាមួយនឹងតម្លៃយ៉ាងពិសេសវិសាលមែនទែនគឺត្រឹមតែ$1000ជាងក្នុង1ម៉ែត្រការ៉េតែប៉ុណ្ណោះគឺជាតម្លៃមួយដែលទាបជាងគម្រោងផ្សេងៗដូចគ្នានៅក្នុងតំបន់តែមួយហើយគម្រោងមួយនេះនឹងលេចចេញជាអគារដែលមានកម្ពស់រហូតដល់39ជាន់ដែលមានជាប្រភេទ1បន្ទប់គេង2បន្ទប់គេង3បន្ទប់គេងនិង4បន្ទប់គេងជាមួយនឹងលក្ខខណ្ឌនៃការបង់ប្រាក់ងាយៗដូចជាមួយនឹងគម្រោងមុនអញ្ចឹងគឺអាចបង់រំលោះឥតការប្រាក់រយៈពេលវែងចាប់ពី40ខែទៅ45ខែដូច្នេះប្រសិនបើអ្នកមានការចាប់អារម្មណ៍ស្រឡាញ់ចូលចិត្តតំបន់បឹងគីងកងមួយដោយអ្នកមិនចាំបាច់ចំណាយលុយរាប់សិបម៉ឺននិងលានដុល្លារទេគឺអ្នកអាចចាប់យកនៅឱកាសមួយនេះដោយនៅថ្ងៃនេះអ្នកគ្រាន់តែកក់ប្រាក់ត្រឹមតែ$500ដើម្បីបិទនៅយូនីតល្អៗជាន់ល្អៗនិងទិសដែលត្រូវនឹងវងស៊ុយរបស់អ្នកចង់ដឹងព័ត៌មានកាន់តែលម្អិតជាមួយនឹងគម្រោងមួយនេះសូមឆាតនៅក្នុងប្រអប់សារខ្ញុំឥឡូវនេះឬក៏កក់បិទយូនីតដែលអ្នកស្រឡាញ់ខ្លាំងបំផុតកុំឲ្យឱកាសនេះរំលងផុតពីដៃរបស់អ្នក